វ៉ាការពីមករយៈមុនគាត់បានធ្វើស៊ីបោកបញ្ឆោតនារីម្នាក់ដែលជាអ្នកចម្រៀងតាមអកេសតាមអវយាការហ្នឹងបានសម្រេចអស់ម៉ូតូមួយគ្រឿងឥឡូវនេះបងប្អូននេះក៏ត្រូវបានអាវ៉ាដដែលខ្ចីម៉ូតូឥឡូវខ្ចីទៅបាត់ទៀតថែមទាំងស៊ីដាច់ម៉ូតូហើយឆ្លៀតទាំងថែមលុយដាច់ទូរស័ព្ទទៀតបាទយកទាំងម៉ូតូដាច់ទាំងទូរស័ព្ទទៀតក៏អាវ៉ាតាមណាដែរបងក៏តាមផឹកស្រាកឡុកនៅមុខហេម៉ូផឹកមួយគ្នាបានប្រហែលដងណាបងបានមួយថ្ងៃបានមួយថ្ងៃទេហើយនឹកឃើញឲ្យបានអាវ៉ាទៅយកម៉ូតូហ្នឹងបាទវាមុនវងវាមកផឹកទៅវាគួយស្ដែងទៅហើយខ្ញុំចូលផឹកដែរហ្នឹងផឹកទៅខ្ញុំថាអត់ទៅទេអត់ទៅខ្ញុំថាមកគួយនេះមកគួយនេះផឹកហ្នឹងហើយព្រោះខ្ញុំហ្នឹងចូលការ៉ាអូខេមួយឈុតទៀតពីប៉ាវពីណាគេប៉ាវអាវ៉ាជួយអាវ៉ាហ្នឹងប៉ាវចូលការ៉ាអូខេទៀតប៉ាវអស់លុយហ្មងអស់ចិត្ត50-60វាដែរអាវ៉ាហ្នឹងបាទចេញលុយប៉ាវទៀតចេញលុយប៉ាវបន្ទាប់ពីចេញលុយប៉ាវយ៉ាងម៉េចទៀតចេញលុយប៉ាវហើយទីដេកទស្សនៈវាអ្នកចេញទៀតដេកទស្សនៈចេញទៀតបាទដេកទស្សនៈហើយបានព្រមឡើងវានាំខ្ញុំទៅផឹកចូលអាកន្លែងបន្ទាប់ពីអាចូលទស្សនៈមានហៅអីផ្សេងទេបាទហៅទៅផឹកនៅកន្លែងទឹកណោតជូនៅកន្លែងទូប្រើទៀតហៅផឹកណោតជូទៀតបន្ទាប់ពីផឹកណោតជូហើយយ៉ាងម៉េចទៀតផឹកហើយបានផឹកមកយូរហើយថាខ្ចីម៉ូតូទៅទិញមីហឺហ្នឹងទិញមីហឺហើយទៅត្មងអត់មានមកវិញចាំបាត់ទៅត្មងបាទទៅហ្មងតែឃើញមុខអាវ៉ាហ្នឹងទេតែស្គាល់គ្នាបានមួយថ្ងៃមកយប់គាត់ដល់មកយប់ហ្នឹងទេបាទគាត់តែមកយប់តែឃើញបបផ្សាយពីអាវ៉ាហ្នឹងអត់តែមិនក៏បាក់ឲ្យម៉ូតូទៅអាវ៉ាហ្នឹងទៀតបាត់ហើយបានឃើញហ្នឹងបាត់ហើយបានចាប់អារម្មណ៍ថាអាវ៉ាហ្នឹងបបផ្សាយហើយបានឃើញស្រីគ្រឿងក្រៅខែហ្នឹងហោហុកអាវ៉ាទៀតបាទត្រង់មើលទៅអាមួយហ្នឹងមែនអាហ្នឹងមែនអាវ៉ាហ្នឹងមែនអាវ៉ាយកម៉ូតូអីខ្លះជើ023ដល់ឡើង25 023ឡើង25ឡាលេខប៉ុន្មានណាបង1 KB 3852ភ្នំពេញឬខេត្តភ្នំពេញអាស្អីបោកអត់សូវខឹងអាប្រុសបោកមកហ្នឹងបោកអត់សូវខឹងបាទខឹងអាប្រុសបោកខឹងអាប្រុសបោកហ្នឹងមើលនិយាយផ្ដាំផ្ញើទៅអាវ៉ារៀមដងរៀនមើលផ្ដាំទៅអាវ៉ាធ្វើគុំធ្វើចរិតថោកពេកឯងដល់ដឹងខ្លួនយកតឲ្យអាចតាមដានរកកាប់ផ្សាយរបស់អង្គភាពវិថីញូឥឡូវនេះបាទបងប្អូន4នាក់បានមកដល់គូស្ពានជ្រោយយង្វាការទុកមិនសុខចិត្តបានមកឲ្យខ្ញុំផ្សព្វផ្សាយអាវ៉ាការពីមករយៈមុនគាត់បានធ្វើស៊ីបោកបញ្ឆោតនារីម្នាក់ដែលជាអ្នកចម្រៀងតាមអកេសតាមអវយាការហ្នឹងបានសម្រេចអស់ម៉ូតូមួយគ្រឿងឥឡូវនេះបងប្អូននេះក៏ត្រូវបានអាវ៉ាដដែលខ្ចីម៉ូតូឥឡូវខ្ចីទៅបាត់ទៀតថែមទាំងស៊ីដាច់ម៉ូតូហើយឆ្លៀតទាំងថែមលុយដាច់ទូរស័ព្ទទៀតបាទយកទាំងម៉ូតូដាច់ទាំងទូរស័ព្ទទៀតបាទនៅសង្កាត់ចောင်းចៅទី1ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញអស់រយៈពេល4ថ្ងៃហើយឥឡូវនេះបានមកដល់គូស្ពានជ្រោយយង្វាបាននៅម៉ោង10យប់ត្រូវនឹងថ្ងៃទី7ខែវិច្ឆិកាឆ្នាំ2025ឥឡូវនេះយើងចង់ដឹងសាច់រឿងថាអាវ៉ាវាមានវិធីសាស្ត្រយ៉ាងម៉េចបានរហូតដល់ថ្នាក់បោកបញ្ឆោតបានមនុស្សជាច្រើនអ្នកហើយក៏យកម៉ូតូគេបានច្រើនគ្រឿងផងដែរសួស្ដីបងឈ្មោះអីដែរបងឈ្មោះសុកណេនអាយុប៉ុន្មានអាយុ25នៅរៀនឬធ្វើការធ្វើការណាជាងដែរណានៅចំចៅមកពីខេត្តណាបងមកពីខេត្តបងហុំបាទហើយមានរឿងអីបានមកដល់គូស្ពានជ្រោយយង្វានេះសុខចិត្តទីបោកពីណាគេបោកអាវ៉ាហ្នឹងណាអាវ៉ាយើងបោកយកម៉ូតូខ្ញុំក៏អាវ៉ាតាមណាដែរបងក៏តាមផឹកស្រាកឡុកនៅមុខហេម៉ូបាទផឹកមួយគ្នាបានប្រហែលដងណាបងបានមួយថ្ងៃបានមួយថ្ងៃទេហើយនឹកឃើញឲ្យបានអាវ៉ាទៅយកម៉ូតូហ្នឹងបាទវាមុនវងវាមកផឹកទៅវាគួយស្ដែងទៅហើយខ្ញុំចូលផឹកដែរហ្នឹងផឹកទៅខ្ញុំថាអត់ទៅទេអត់ទៅខ្ញុំថាមកគួយនេះមកគួយនេះផឹកហ្នឹងហើយព្រោះខ្ញុំហ្នឹងចូលការ៉ាអូខេមួយឈុតទៀតពីប៉ាវពីណាគេប៉ាវអាវ៉ាជួយអាវ៉ាហ្នឹងប៉ាវចូលការ៉ាអូខេទៀតប៉ាវអស់លុយហ្មងអស់ចិត្ត50-60វាដែរអាវ៉ាហ្នឹងបាទចេញលុយប៉ាវទៀតចេញលុយប៉ាវបន្ទាប់ពីចេញលុយប៉ាវយ៉ាងម៉េចទៀតចេញលុយប៉ាវហើយទីដេកទស្សនៈវាអ្នកចេញទៀតដេកទស្សនៈចេញទៀតបាទដេកទស្សនៈហើយបានព្រមឡើងវានាំខ្ញុំទៅផឹកចូលអាកន្លែងបន្ទាប់ពីអាចូលទស្សនៈមានហៅអីផ្សេងទេបាទហៅទៅផឹកនៅកន្លែងទឹកណោតជូនៅកន្លែងទូប្រើទៀតហៅផឹកណោតជូទៀតបន្ទាប់ពីផឹកណោតជូហើយយ៉ាងម៉េចទៀតផឹកហើយបានផឹកមកយូរហើយថាខ្ចីម៉ូតូទៅទិញមីហឺហ្នឹងទិញមីហឺហើយទៅត្មងអត់មានមកវិញចាំបាត់ទៅត្មងបាទទៅហ្មងតែឃើញមុខអាវ៉ាហ្នឹងទេតែស្គាល់គ្នាបានមួយថ្ងៃមកយប់គាត់ដល់មកយប់ហ្នឹងទេបាទគាត់តែមកយប់តែឃើញបបផ្សាយពីអាវ៉ាហ្នឹងអត់តែមិនក៏បាក់ឲ្យម៉ូតូទៅអាវ៉ាហ្នឹងទៀតបាត់ហើយបានឃើញហ្នឹងបាត់ហើយបានចាប់អារម្មណ៍ថាអាវ៉ាហ្នឹងបបផ្សាយហើយបានឃើញស្រីគ្រឿងក្រៅខែហ្នឹងហោហុកអាវ៉ាទៀតបាទត្រង់មើលទៅអាមួយហ្នឹងមែនអាហ្នឹងមែនអាវ៉ាហ្នឹងមែនអាវ៉ាយកម៉ូតូអីខ្លះជើ023ដល់ឡើង25 023ឡើង25ឡាលេខប៉ុន្មានណាបង1 KB 3852ភ្នំពេញឬខេត្តភ្នំពេញបាទហើយយកម៉ូតូហើយយកអីទៀតយកម៉ូតូងុំទីយកទូរស័ព្ទខ្ញុំនៅក្នុងទូទៀតយកទៀតបាទទូរស័ព្ទមិនក្នុងទូមិនយកក្នុងកតាខ្ញុំនៅក្នុងកែបម៉ូតូហ្នឹងវាទីយកវាតែទៅយក
កន្លែងចាំទូរស័ព្ទហ្នឹងនិយាយទៅ12 Pro មិនខ្ញុំនិយាយទៅបង្ហើយទៀតហ្នឹង ហើយហ្មង បាទនិយាយទុកសោះបងតែយើងតោមអីយកទូរស័ព្ទយកទៅទៀតតា យកទូរស័ព្ទទៅទៀត បាទ អេក៏អាវ៉ានេះក៏លយមែនអាវ៉ាហ្នឹង និយាយថាយើងមានលុយចូលអីយើងមានលុយសម្រាប់ភាពវាមានលុយទិញម៉ូតូជិះដើរទៅលួចគេ ដើរលួចគេ បាទ ចាឥឡូវបានប្តឹងប៉ូលីសនៅ បានហើយប្តឹងហើយ ដឹងនៅណា នៅចុំចៅខណ្ឌ ចៅមួយ ចុំចៅមួយបាទ ហើយប៉ូលីសគេនិយាយថាម៉េច គេថាចាំមើលស្កេតឆែកហើឲ្យហ្នឹង ហើយមានពាក្យពេចន៍អីផ្ដាំផ្ញើទៅអាវ៉ាទេដែលជាពូម៉ាទៅស្គាល់បានមួយថ្ងៃហ្នឹងប៉ៅផឹកប៉ៅស៊ីហ្នឹង ប្រាំទៅអាវ៉ាធ្វើចរិតខោពេកបើមានលុយមានសមត្ថភាពទិញម៉ូតូខ្លួនឯងមិនដើរឆក់បោកគេទៀតទេ ដល់ពេលពួកបងផ្សាយមួយសារហើយទើបដឹងថាអាវ៉ាហ្នឹងដើរយកម៉ូតូគេ បាទដើរយកម៉ូតូគេហ្មង មែនតែបងអូនឯងជាប្រុសហើយណាមនុស្សស្រីក៏វាយកដែរអាហ្នឹង បាទ អាស្អីបោកអត់សូវខឹងអាប្រុសបោកមកនឹង បោកអត់សូវខឹង បាទ ខឹងអាប្រុសបោក ខឹងអាប្រុសបោកនឹង មើលនិយាយផ្ដាំផ្ញើទៅអាវ៉ាទេម្ដងទៀតមើល ប្រាំទៅអាវ៉ាធ្វើគុំធ្វើចរិតថោកពេកឯងនោះដល់ដឹងខ្លួនយកម៉ូតូឲ្យអញមកបាច់ដើរលួចគេចឹងទេបោកគេបានហើយ មានមុខអាវ៉ាហ្នឹងឯង មានមុខកណ្ដឹង បង្ហាញមុខអាវ៉ាហ្នឹងនេះមើលអូហ្នឹងអាវ៉ា បាទនេះហូបវា អូអាហ្នឹងចូលពេលណាចូលពេលក្នុងក្លឹបណា បាទក្នុងក្លឹប មើលបង្ហាញឲ្យគេឃើញហ្នឹងណា នេះបាទនេះមុខនេះបងប្អូនបាទបានឃើញនេះផ្ទះឈ្មោះហ៊ីទុកផង កុំឲ្យម៉ូតូវាខ្ចី កុំឲ្យគេម៉ូតូគេខ្ចីទៀតបាទអាវ៉ាចិត្តបោកដូចខ្ញុំហ្នឹងគេកែបោកដើរទៅបោកគេវិញមិនហ្នឹង ចឹងមានប៉ុណ្្នឹងឯណា បាទ នេះហើយអាវ៉ាបាទអស់ពីបោកនារីតារាចម្រៀងដែលច្រៀងតាមអកេសតាមអាហ្វែការហ្នឹងបាទគាត់បោកបញ្ឆោតនារីអស់ម៉ូតូមួយគ្រឿងហើយមកឆ្លៀតថែបោកពួកបងប្អូនមកអ្នកម្នាក់នេះទៀតតែជាពួកមិនមែនជាពួកម៉ាទៅស្គាល់គ្នាបានមិនដល់មួយថ្ងៃផងទៅស្គាល់គ្នាបានមកយប់ហៅចូលការ៉ាអូខេប៉ៅផឹកស៊ីស្រីញីអូនបងហ្នឹងក៏បលឹមឡើងផឹកណោតជូអស់មកវល់ទៀតខ្ចីម៉ូតូទិញមីហឹកដាច់ម៉ូតូបដ ாய் បាទនេះគឺជាអាវ៉ាហើយអាវ៉ាបានឃើញវីដេអូនេះហើយសង្ឃឹមថាអាវ៉ាយកម៉ូតូមកឲ្យគេវិញផងហើយប៉ុន្តែខ្ញុំអត់សង្ឃឹមទេព្រោះមួយសារឲ្យផ្សាយមួយសារឲ្យមុខអាវ៉ាដដែលហើយអញ្ចឹងមានតែពឹងទៅលើសមត្ថកិច្ចទេដែលជួយស្រាវជ្រាវតាមរកមុខអាវ៉ានេះផងដែលអាវ៉ានេះដែលជាមេឆក់បោកយ៉ាងសាហាវបំផុតមិនថានារីទេហើយក៏មិនថាបុរសដែរឲ្យតែស្គាល់វាពេលណាគឺវាខ្ចីម៉ូតូគេយកម៉ូតូគេទៅលក់ពេលហ្នឹងអរគុណប្រិយមិត្តទស្សនិកជនសង្ឃឹមទៅលើសមត្ថកិច្ចអាចនឹងជួយស្រាវជ្រាវតាមរកមុខអាវ៉ាផងដើម្បីឲ្យអាវ៉ាទទួលខុសត្រូវមុខច្បាប់ផងដែរកុំឲ្យអាវ៉ាបកកែខាងដើរលួចដើរឆក់បោកគេទៀតអរគុណណាប្រិយមិត្តទស្សនិកជនខ្ញុំបាទមីស្ទ័រការរួមទាំងបងប្អូនក៏សូមលំបានកាយគ្រប់លាបើសិនជាមានពាក្យពេចន៍ខុសឆ្គងត្រង់ណាមិនសមរម្យក៏សូមខន្តីអភ័យទោសដល់ខ្ញុំបាទផងដែរអរគុណ